នីតិសុខភាពជំងឺបាតភ្នែកគឺជារោគមួយប្រភេទដែលអ្នកជំងឺទឹកនោមផ្អែមមានភាពប្រឈមខ្ពស់នឹងឈានទៅរកភាពពិការគ្រូពេទ្យនិងអង្គការសុខភាពពិភពលោកព្រួយបារម្ភយ៉ាងខ្លាំងចំពោះជំងឺបាតភ្នែកទឹកនោមផ្អែមនេះដែលចេះតែកើនឡើងជារៀងរាល់ឆ្នាំលោកលេងម៉ាលីមានសេចក្តីរាយការណ៍អំពីជំងឺភ្នែកមួយប្រភេទនេះគ្រូពេទ្យជំនាញឯកទេសផ្នែកជំងឺបាតភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតលោកវិជ្ជបណ្ឌិតសាលីធីរ៉េតឲ្យដឹងថាជំងឺបាតភ្នែកជាជំងឺរលាកដែលកើតមាននៅនឹងបាតភ្នែកឬជួនកាលរលាកសរសៃឈាមនៅបាតភ្នែកនោះបាតភ្នែកគឺនិយាយសំដៅទៅរកជញ្ជាំងខាងក្នុងនិងផ្នែកខាងក្រោយនៃគ្រាប់ភ្នែកដែលជាទីតាំងសម្រាប់ទទួលរូបភាពលោកវិជ្ជបណ្ឌិតសាលីធីរ៉េតមានប្រសាសន៍ថាជំងឺបាតភ្នែកច្រើនជួបប្រទះចំពោះអ្នកកើតជំងឺទឹកនោមផ្អែមនៅទីក្រុងជាងអ្នកនៅជនបទអត្រាហ្នឹងវាឡើងស្រួលនៅជនបទហើយនឹងនៅទីក្រុងនៅអ្នករស់នៅជនបទអត់ទៅជួបជំងឺហ្នឹងឯងដោយសារហូបអាហារគាត់វាអត់ទៅអាលបោជាតិផ្អែមជាតិខ្លាញ់ជាតិអីហ្នឹងណាហើយគាត់ធ្វើការងារពលកម្មច្រើនទៅអាហ្នឹងគឺកាត់បន្ថយ risk factor របស់ជំងឺទឹកនោមផ្អែមហ្នឹងដែរតែនៅទីក្រុងយើងអត់ទៅធ្វើពលកម្មហើយយើងចំណីអាហារយើងវាបំពន់វាសម្បូរ energy សម្បូរ calorie អញ្ចឹងអា calorie ច្រើនហ្នឹងវាបង្កទៅជាលើសខ្លាំងលើសកហ្នឹងទៅជាផ្អែមជាតិផ្អែមផ្សេងទៅហ្នឹងចំពោះមូលហេតុវិញលោកវិជ្ជបណ្ឌិតសាលីធីរ៉េតឲ្យដឹងថាកត្តាដែលនាំឲ្យកើតជំងឺរលាកបាតភ្នែកមានមូលហេតុច្រើនយ៉ាងជំងឺរលាកបាតភ្នែកជាជំងឺមិនឆ្លងហើយជំងឺនេះមិនបណ្ដាលមកពីមេរោគទេករណីជំងឺរលាកបាតភ្នែកខ្លះគឺអ្នកជំងឺកើតមកពីកំណើតក៏ប៉ុន្តែជំងឺរលាកបាតភ្នែកភាគច្រើនដែលគ្រូពេទ្យឧស្សាហ៍ជួបនិងបារម្ភខ្លាំងគឺជំងឺរលាកបាតភ្នែកដែលជាផលវិបាករបស់ជំងឺទឹកនោមផ្អែមជំងឺនេះវាមកពីចំណីអាហារមកពីការហូបអញ្ចឹងគេហាក់គេចាត់ទុកជាជំងឺមិនឆ្លងហើយជំងឺមិនឆ្លងជាច្រើនមកពីការហូបឬក៏ការប្រព្រឹត្តរបស់បុគ្គលម្នាក់ៗណាដូចជាហូបអត់តបខ្ញុំនិយាយចំណីអាហារអត់ប្រយ័ត្នប្រយែងវាជាគ្រោះថ្នាក់មិនហូបថ្ងៃហ្នឹងឲ្យជំងឺថ្ងៃហ្នឹងឯងហូបពីយូរឆ្នាំមកពីក្មេងពី20 30ឆ្នាំក្រោយមកឬក៏50ឆ្នាំទៅមកមានការជំងឺហ្នឹងជាច្រើនគឺសន្មតថាមកពីការហូបមិនឆ្លងអាហ្នឹងគ្រូពេទ្យได้ដឹងថាជំងឺរលាកបាតភ្នែកនៅក្នុងដំណាក់កាលដំបូងមិនបង្ហាញអាការៈឬរោគសញ្ញាអ្វីឲ្យដឹងជាមុនទេហើយលោកវិជ្ជបណ្ឌិតសាលីធីរ៉េតមានប្រសាសន៍ថាជំងឺរលាកបាតភ្នែកនេះក៏មិនបណ្ដាលឲ្យឈឺចាប់ដែរសញ្ញាដែលធ្វើឲ្យមានបារម្ភគឺសញ្ញាលំងាត់អត់មានសញ្ញាឈឺនៅផ្នែកនោះទេក៏ហមនៅនេះអត់មានទេអ្នកទំនោរផ្អែមមានបញ្ហាជាឆ្នាំទៅទំនោរផ្អែមជាឆ្នាំទៅគាត់ឲ្យរលឹកស្វាងទីដងមិនថ្ងៃរលឹកផ្លឹកទៀតនេះទីដងដំបងទៅវាអាចចាញ់ថ្ងៃឬឲ្យតែស្ទើរវាឲ្យខ្លាចថ្ងៃហ្នឹងហូចទៅអញ្ចឹងទៅអ្នកទំហើញគាត់មើលថ្ងៃតែធ្លាក់ទៅអ្នកគាត់លឿនពីលេខខែទៅអ្នកគាត់ដល់ឆ្នាំហ្នឹងទៅបើសញ្ញាអ្នកគាត់វាអាចលឿនតែ4ខែចាប់គាត់រងាត់ហើយទីខ្លាំងការរងាត់ហ្នឹងបញ្ហាមួយគាត់គឺស្វាងហើយបើសិនជាស្វាងមានមូលហេតុពីរមូលហេតុអាចមកពីគាត់មានឡើងជំងឺឡើងបាយឬក៏អាចមានកំហុសកំណុំប៉ុន្តែបើគាត់អត់មានអាពីរហ្នឹងទេស្វាងនៅក្នុងបាតហ្នឹងអាហ្នឹងពិបាកពីបាតលេមកវិញហើយអស់ថវិកាច្រើនចំពោះការព្យាបាលជំងឺរលាកបាតភ្នែកទឹកនោមផ្អែមមិនអាចព្យាបាលជាទេដោយសារតែជំងឺទឹកនោមផ្អែមព្យាបាលមិនជាដែរក៏ប៉ុន្តែលោកវិជ្ជបណ្ឌិតសាលីធីរ៉េតបញ្ជាក់ថាការព្យាបាលជំងឺនេះឲ្យទាន់ពេលវេលាជាការប្រសើរដើម្បីទប់ស្កាត់មុនកុំឲ្យភ្នែកឆាប់ងងឹតឬពិការអត់មានថ្នាំទេការព្យាបាលមានទីច្រើនបើសិនជាមានឈាមចេញមកលំបកម្រិតណានោះគេអាចកម្មលេខថ្មីឬក៏ប្រើថ្នាំចាក់ចូលទៅក្នុងគ្រាប់ភ្នែកតែម្ដងហើយបើវាហូរឈាមខ្លាំងធ្ងន់ធ្ងរនោះគេអាចធ្វើវិធីបូមឈាមយកចេញពីក្នុងគ្រាប់ភ្នែកនោះទៀតហើយកាន់តែធ្ងន់ឈាមកាន់តែច្រើនកាន់តែពិបាកព្យាបាលចឹងណាតិចដូចជា laser ដូចជាអីអាហ្នឹងការព្យាបាលខោហើយអត់ប៉ះពាល់អីអត់មានថ្នាំគឺថាជំងឺទឹកនោមផ្អែមបាតភ្នែកហ្នឹងដោយសារថ្នាំលេបថ្នាំបតក់ភ្នែកហ្នឹងហើយអត់មានការព្យាបាលណាដោយអត់ជួបមួយទីទៅឯកទេសខាងជំងឺបាតភ្នែកហ្នឹងទៀតមានឯកទេសបាតភ្នែកនៅគាត់យល់ពីរឿងទឹកនោមផ្អែមបាតភ្នែកហ្នឹងច្រើនលោកវិជ្ជបណ្ឌិតបញ្ជាក់បន្ថែមថាប្រសិនបើមិនបានព្យាបាល
ឬគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានត្រឹមត្រូវយូរទៅវានឹងនាំឲ្យមានផលវិបាកជាជំងឺបាតភ្នែកធ្ងន់ធ្ងរពេលដំបូងអត់មានបញ្ហានៅលើបាតភ្នែកទេមានបញ្ហានៅលើបាតភ្នែកអាស្រ័យនឹងពេលវេលានៃគាត់ដឹងថាគាត់កើតជំងឺទឹកនោមផ្អែមប្រហែលឆ្នាំហើយកម្រិតជាតិស្ករនឹងឡើងខ្លាំងគឺឡើងតិចឧទាហរណ៍បើសិនជាគាត់កើតទឹកនោមផ្អែមនឹងរយៈពេល10ឆ្នាំប៉ុន្តែកម្រិតជាតិស្ករនឹងគាត់លើឆ្នាំត្រឹមត្រូវទៅកម្រិតជាតិស្ករឡើងតិចមិនថាត្រឹមកម្រិតគេចែកកម្រិតខ្លាំងកម្រិតកណ្ដាលនិងកម្រិតតិចឧទាហរណ៍បើសិនឡើងកម្រិតតិចយូរឆ្នាំបានខូច10ឆ្នាំ5-10ឆ្នាំនៃក៏វាដឹងថាគាត់កើតទឹកនោមផ្អែមលោកវិជ្ជបណ្ឌិតណែនាំថាដើម្បីបង្ការកុំឲ្យមានជំងឺបាតភ្នែកដែលជាផលវិបាកពីជំងឺទឹកនោមផ្អែមគឺត្រូវទទួលទានអាហារតាមរបបត្រឹមត្រូវដោយមិនត្រូវទទួលទានអាហារផ្អែមឬខ្លាញ់ច្រើនពេកជាពិសេសត្រូវបញ្ចេញកម្លាំងកាយឬហាត់ប្រាណឲ្យបានច្រើនពីទូទៅមើលអ្នកជំងឺព្យាបាលតាមទៅហូបតាមទៅលេខឆ្នាំតាមទៅហាត់ប្រាណតាមទៅដូចជាមនុស្សអត់កើតទឹកនោមផ្អែមឬអត់កើតហើយបាននៅលើភ្នែកហ្នឹងស្ទឹងតែអត់មានអាន20ឆ្នាំក៏អត់កើតមានមិនអត់រយៈពេល20ឆ្នាំក៏គាត់កើតលោកឯងมันគាត់មានបញ្ហាទីជួយណាមួយនៅលើភ្នែកតែបើសិនជាក្នុងករណីគាត់អត់គ្រប់គ្រងបានស្ករហ្នឹងវាអាចកើតនៅតាម10ឆ្នាំក្រោយឬក៏អាចលឿនជាងហ្នឹងបើសិនជាកម្រិតស្ករឡើងខ្ពស់ខ្លាំងអញ្ចឹងណាតែទៅពេលឡើងយូរឆ្នាំអញ្ចឹងទៅវាធ្វើឲ្យផលវិបាកធ្វើឲ្យគាត់មានបញ្ហាលើភ្នែកនិងសេរីយើងផ្សេងជាដូចទៅរៀនវិញនិយាយដើមហ្នឹងប៉ុន្តែលើភ្នែកវាធ្វើឲ្យគាត់ពិការវាធ្វើឲ្យគាត់មានស្វាងស្នេហ៍ឬក៏តែជាលំនិតភ្នែកចាំដល់បើជាអត់ទាន់ពេលរាយដំបូន្មានរបស់គ្រូពេទ្យលោកវិជ្ជបណ្ឌិតសាលីធីរិតណែនាំទៀតថាអ្នកជំងឺទឹកនោមផ្អែមគប្បីឧស្សាហ៍ជួបពិគ្រោះនិងពិនិត្យភ្នែកជាមួយគ្រូពេទ្យជំនាញខាងភ្នែកជាពិសេសអ្នកជំងឺទឹកនោមផ្អែមដែលមានបញ្ហាភ្នែកស្រវាំងឬព្រិលមើលមិនសូវឃើញច្បាស់ការពិនិត្យរោគជំងឺបាតភ្នែកគប្បីធ្វើមួយឆ្នាំម្ដងដោយមិនត្រូវរងចាំរហូតដល់មានរោគសញ្ញាអ្វីឡើយសំខាន់ហ្នឹងបើមិនគាត់ដឹងថាគាត់មានទឹកនោមផ្អែមហើយគាត់អត់តាមមកមើលភ្នែកគូពេទ្យនេះគាត់ដឹងថាពេលណាដែលអ្នកជំងឺហ្នឹងត្រូវព្យាបាលដោយវាដល់វេជ្ជសាស្ត្រហ្នឹងណាដោយគូពេទ្យហ្នឹងគាត់តាមបានអាកម្រិតជាតិស្ករក្នុងឈាមគាត់ទៅតែគាត់មើលពិនិត្យបាតភ្នែកទៅគាត់អាចវាតម្លៃថាដំណាក់កាលនេះអត់ទាន់ព្យាបាលទេដំណាក់កាលនេះខូចហើយឬក៏ដំណាក់កាលនេះប្រយ័ត្នក្នុងចំណីអាហារត្រូវប្រយ័ត្នក្នុងការព្យាបាលអញ្ចឹងលោកវិជ្ជបណ្ឌិតបញ្ជាក់បន្ថែមថាចាប់ពីថ្ងៃទី18ដល់ថ្ងៃទី20មិថុនាផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតកំពុងផ្តល់ការពិនិត្យនិងព្យាបាលជំងឺបាតភ្នែកដល់អ្នកជំងឺទឹកនោមផ្អែមដោយឥតគិតថ្លៃក៏ប៉ុន្តែដោយសារជំងឺនេះត្រូវការពេលវេលាពិនិត្យយូរលោកកំណត់ទទួលអ្នកជំងឺត្រឹមតែ20នាក់ក្នុងមួយថ្ងៃខ្ញុំលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញ